ខ្ញុំប្រកាសណាខ្ញុំសូមលើកយកប្រធានបទដដែលប្រធានបទដដែលមានន័យថាតើបន្ទាត់ក្រហមសម្រាប់រុស្ស៊ីមានន័យដូចម្ដេចអញ្ចឹងក្នុងបន្ទាត់ក្រហមនេះគឺមាន3ភាគ3ភាគឥឡូវគឺចូលភាគទី48បានន័យថាភាគទី48ប៉ុន្តែបន្ទាត់ក្រហមមានន័យថាភាគទី2ដល់ភាគទី3នៃបន្ទាត់ក្រហមនឹងភាគទី49ចឹងមុននឹងខ្ញុំប្រកាសណាខ្ញុំចូលទៅដល់ប្រធានបទបន្ទាត់ក្រហមរុស្ស៊ីមានន័យដូចម្ដេចខ្ញុំប្រកាសណាខ្ញុំជាដំបូងនេះគឺសូមធ្វើការកត់សម្គាល់នៅការបោះឆ្នោតអាណត្តិទី7កន្លងទៅនេះដូចតទៅខ្ញុំប្រកាសណាខ្ញុំមើលឃើញយ៉ាងច្បាស់ថាប្រជាពលរដ្ឋកម្ពុជាទាំងមូលដែលគិតជាភាគរយចំពោះអ្នកបានទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង 84% ដែលបានចេញទៅបោះឆ្នោតនេះគឺបង្ហាញបញ្ជាក់និងបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋរបស់យើងគឺមានការយល់ដឹងធំធេងណាស់មានការយល់ដឹងអំពីស្ថិរភាពនយោបាយមានការយល់ដឹងអំពីសន្តិភាពមានការយល់ដឹងអំពីជោគវាសនានៃប្រទេសជាតិជោគវាសនានៃប្រជាជនជោគវាសនានៃកូនចៅរបស់យើងទៅថ្ងៃអនាគតដូច្នេះហើយបានជាប្រជាពលរដ្ឋយើងជាង 84% នេះបានចេញទៅបោះឆ្នោតដោយប្រជាពលរដ្ឋរបស់យើងឥឡូវនេះលោកមានភាពចាស់ទុំខ្លាំងមែនទែនខាងនយោបាយក៏ដូចជាមានការយល់ដឹងអំពីអ្វីទៅសន្តិភាពអ្វីទៅស្ថិរភាពនយោបាយអ្វីទៅជាអនាគតនៃប្រទេសជាតិអ្វីទៅជាអនាគតនៃកូនចៅរបស់យើងដោយលោកបានទទួលនៅព័ត៌មានជាច្រើនពីគ្រប់មជ្ឈដ្ឋានក្នុងនោះក៏ព័ត៌មានខ្ញុំប្រកាសណាខ្ញុំបាទក្នុងរយៈពេលមួយឆ្នាំ7-8 ខែនេះដែលខ្ញុំប្រកាសណាខ្ញុំបាទបាននិយាយអំពីរឿងរ៉ាវពាក់ព័ន្ធទៅនឹងសង្គ្រាមលើពិភពលោកមិនមែនតែក្នុងក្របខ័ណ្ឌអ៊ុយក្រែនរុស្ស៊ីតែប៉ុណ្ណោះទេគឺក្របខ័ណ្ឌទូទាំងពិភពលោកតើសង្គ្រាមនោះវាផ្ដល់នៅផលលំបាកសោកនាដកម្មយ៉ាងណាដល់ប្រទេសជាតិនោះហើយគឺជាស្នូលនៃការយល់ដឹងបន្ថែមទៀតដែលប្រជាពលរដ្ឋយើងបានទទួលពីប្រភពផ្សេងហើយក្នុងនោះក៏ប្រភពរបស់ខ្ញុំកាលណាខ្ញុំដោយលោកបានមើលឃើញអំពីមហន្តរាយនិងសោកនាដកម្មនេះហើយទើបយើងប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាថ្នាលសន្តិភាពឲ្យទៅជាមលុបសន្តិភាពឲ្យคล้ายទៅជាប្រទេសមួយជាគំរូសម្រាប់មិត្តភ័ក្តិបរទេសពិចារណាយើងមិនថាមករៀនសូត្រពីយើងគ្រាន់តែពិចារណាថារបៀបដោះស្រាយប្រទេសយើងរបៀបចាត់ចែងជោគវាសនារបស់ប្រទេសយើងយ៉ាងដូចម្ដេចដូច្នេះនេះហើយដែលខ្ញុំប្រកាសណាខ្ញុំចង់គូសបញ្ជាក់ចំណុចទី1មុននឹងចូលដល់ប្រធានបទឥឡូវចំណុចទី2ខ្ញុំប្រកាសណាខ្ញុំសូមជម្រាបជូននឹងទូលថ្វាយថាស្ថានភាពសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនដែលកងទ័ពអ៊ុយក្រែនដែលមានប្លុក NATO នៅពីក្រោយម្ខាងហើយម្ខាងទៀតកងទ័ពរុស្ស៊ីដែលមានខេត្តទាំង5បាទខេត្តទាំង5ដែលជាទឹកដីរបស់
អ៊ុយក្រែនដែលរុស្ស៊ីគ្រប់គ្រងនិងកងទ័ពរុស្ស៊ីដែលទៅពីប្រទេសរុស្ស៊ីទៅបាទទៅពីប្រទេសរុស្ស៊ីទៅអញ្ចឹងកងទ័ពចែកជាពីរគឺកងទ័ពខេត្តដែលរុស្ស៊ីបញ្ចូលទៅក្នុងឧបសម្ព័ន្ធមានន័យថាកងទ័ពក្រៃមៀកងទ័ពលូហាន់កងទ័ពដាញ៉េតកងទ័ពហ្សាប៉ារ៉ូហ្ស៊ីកងទ័ពខេសុនបូកទៅនឹងកងទ័ពរុស្ស៊ីសប្តាហ៍ថ្ងៃនេះកំពុងតែប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហត់ឈាមនៅលើទឹកដីអ៊ុយក្រែនចឹងខ្ញុំកាលណាខ្ញុំសូមការអនុញ្ញាតដើម្បីធ្វើការជម្រាបជូននិងទូលថ្វាយអំពីស្ថានភាពជាក់ស្ដែងនៅទីនោះបន្តិចខ្ញុំកាលណាខ្ញុំបាទសូមជម្រាបជូននិងទូលថ្វាយថាកងទ័ពអ៊ុយក្រែនគឺបានវាយសម្រុកឬក៏វាយបកដែលអង់គ្លេសហៅថា counter offensive អានឹងបកថាវាយបកឬក៏វាយសម្រុកឬក៏វាយដែលកាន់កាប់ទឹកដីរបស់ខ្លួនយកមកវិញឬក៏បកយ៉ាងម៉េចមិនខ្ញុំកាលណាខ្ញុំមិនច្បាស់ទេប៉ុន្តែបកជាភាសារុស្ស៊ីគឺវាយបកអញ្ចឹងកងទ័ពអ៊ុយក្រែនបានវាយបកចាប់ពីថ្ងៃ4ខែ6ខែមិថុនាឆ្នាំ2023មូលហេតុដែលវាយបកនេះគឺកងទ័ពអ៊ុយក្រែនគឺដើម្បីបង្ហាញដើម្បីយកលទ្ធផលនេះទៅឲ្យអង្គការ NATO ដែលគេប្រជុំថ្ងៃទី11 12នៅទីក្រុង Vilnius រដ្ឋអេស្តូញនេះអញ្ចឹងមកទល់ពេលនេះគឺកងទ័ពអ៊ុយក្រែនវាយ2ខែបាទ2ខែជាប់គ្នាហើយខែ6ពេញឥឡូវខែ7ចិត្តដាច់ហើយអញ្ចឹងឥឡូវនេះយើងនិយាយអំពីគេហៅថាការធ្វើសង្គ្រាមជាក់ស្ដែងរវាងកងទ័ពអ៊ុយក្រែននិងកងទ័ពរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែននៅខេត្តទាំង4នេះដកក្រៃមៀចេញគឺខេត្ត4មានន័យថាវាយគ្នាសពថ្ងៃហ្នឹងគឺនៅខេត្ត4គឺខេត្តលូហាន់ខេត្តដាញ៉េតខេត្តខេស៊ូននិងខេត្តហ្សាប៉ារ៉ូហ្សាអញ្ចឹងការវាយគ្នាសពថ្ងៃនេះគឺវាយគ្នាគឺក្នុងទម្រង់ដូចមុនដដែលមិនមានអីប្រែប្រួលទេគឺកងទ័ពរុស្ស៊ីគឺលោកមានគេហៅថាលទ្ធភាពច្រើនជាងកងទ័ពអ៊ុយក្រែនឆ្ងាយមែនទែនបាទធំមែនទែនបាទទី1គឺគេមានអាវុធយុទ្ធភ័ណ្ឌបាទអាវុធយុទ្ធភ័ណ្ឌរបស់គេទំនើបហើយច្រើនប្រភេទច្រើនមុខជាពិសេសគឺកងទ័ពជើងទឹកហើយនិងកងទ័ពជើងអាកាសបាទកងទ័ពជើងទឹកហើយនិងកងទ័ពជើងអាកាសអញ្ចឹងកងទ័ពជើងទឹកចុងកងទ័ពជើងអាកាសនេះមានន័យថាគេប្រើយន្តហោះនិងគេប្រើកំប៉ាល់ចម្បាំងដើម្បីផ្លោងចូលមកកាន់ទឹកដីអ៊ុយក្រែនមិនមែនតែលើសមរភូមិទេមានន័យថាទូទាំងប្រទេសអ៊ុយក្រែនទាំងមូលរួមទាំងទីក្រុងគៀវផងបាទផ្លោងចូលតាមនាវាចម្បាំងនៅឯសមុទ្រនោះនិងផ្លោងតាមយន្តហោះបាទហើយទន្ទឹមនឹងនោះក៏គេផ្លោងតាមព្រំដែនគោកបាទចូលទៅប្រទេសអ៊ុយក្រែនទាំងមូលហើយក្នុងនោះក៏មានប្រើដ្រូននេះគឺថារាប់ម៉ឺនរាប់សែនដ្រូនបាទដែលនៅក្នុងសមរភូមិនៅក្នុងដៃកងទ័ពរុស្ស៊ីរាប់ម៉ឺនរាប់សែនដ្រូនបាទបើគេផលិតនឹងរាប់លានដ្រូនបាទរាប់លានដ្រូនផលិតនឹងមានតូចមានធំបាទមានតូចមានធំរីឯកងទ័ពអ៊ុយក្រែនគឺទី1គឺអាវុធយុទ្ធភ័ណ្ឌគឺមិនមានទេអាវុធយុទ្ធភ័ណ្ឌរបស់ខ្លួនដែលនៅសល់ពីអតីតសហភាពសូវៀតហ្នឹងគឺអាវុធហ្នឹងគឺអស់ហើយដោយសារប្រើក្នុងរយៈពេល1ឆ្នាំជាងនេះគឺអស់អាវុធនឹងទាំងស្រុងហើយឥឡូវនេះគឺប្រើអាវុធយុទ្ធភ័ណ្ឌរបស់គេហៅថាប្លុក NATO និងប្រទេសសម្ព័ន្ធមិត្តដែលសរុបទៅមាន51ប្រទេសហើយកងទ័ពជើងអាកាសគឺអ៊ុយក្រែនសឹងតែមិនមានទល់តែសោះបាទបើមានក៏មានក្នុងកម្រិតណាមួយ
ដែលយន្តហោះជាយន្តហោះចម្បាំងបាទមិចឬក៏គេហៅថាអេលីកូបទ័រយន្តហោះទូរទស្សនិកជនជំវិញលទ្ធភាពនៃការផ្ទុះសង្គ្រាមជើងគោកនៅក្នុងប្រទេសវេណេស៊ុយអេឡារហូតមកដល់ពេលនេះតាមមើលទៅសហរដ្ឋអាមេរិកអាចនឹងធ្វើបែបនេះទៅរួចដែរឬទេនៅក្នុងកលៈទេសៈនៅពេលបច្ចុប្បន្ននេះយើងមានការជួបបន្ថែមពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV សម្រាប់ព័ត៌មានការតែពិស្ដាបាទលោករីណាជារួមតាមមើលទៅការផ្ទុះសង្គ្រាមជើងគោករបស់សហរដ្ឋអាមេរិកនៅប្រទេសវេណេស៊ុយអេឡាគេអាចមើលឃើញថាលទ្ធភាពអាចទៅរួចដែរទេស្របពេលដែលឥឡូវនេះវត្តមានយោធាអាមេរិកមានច្រើននៅក្បែរប្រទេសវេណេស៊ុយអេឡារួចទៅហើយបាទសម្រាប់ប្រតិបត្តិការថាទៅរួចឬទៅមិនរួចហ្នឹងគឺគ្មានអ្នកណាដឹងទេគឺមានតែការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump លោកបាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះប្រាប់ដល់មន្ត្រីរបស់លោកថាសហរដ្ឋអាមេរិកកំពុងតែបង្កើនប្រតិបត្តិការរបស់ខ្លួនប្រឆាំងទៅនឹងបណ្ដាញភេរវនិយមគ្រឿងញៀនលោកប្រើពាក្យថា narco terrorism ដោយផ្ទាល់នៅលើទឹកដីវេណេស៊ុយអេឡាគឺចូលទៅក្នុងប្រទេសដោយកន្លងមកគេក៏កត់សម្គាល់ដែរថាលោក Donald Trump បានប្រកាសឲ្យទីភ្នាក់ងារ CIA របស់អាមេរិកចូលទៅធ្វើការនៅក្នុងប្រទេសវេណេស៊ុយអេឡាដោយទាំងនៅក្នុងរដ្ឋធានីការ៉ាកាសនិងកន្លែងផ្សេងទៀតដែលអាចជាការត្រៀមសម្រាប់ការវាយប្រហារណាមួយទៅលើប្រទេសវេណេស៊ុយអេឡានៅពេលអនាគតអញ្ចឹងទេនេះគឺជាភាពសំទំនងដែរដែលលោក Trump ថាឥឡូវនេះគឺត្រៀមកម្លាំងដើម្បីវាយប្រហារថ្មើរជើងពេលនេះគឺពិតមែនថាទាហានសហរដ្ឋអាមេរិកនៅក្នុងទឹកនៅឡើយនេះមានន័យថានៅលើនាវាចម្បាំង20គ្រឿង Gerald Ford នាវាផ្ទុកយន្តហោះក៏នៅជិតប្រទេសវេណេស៊ុយអេឡាដែរនៅក្នុងសមុទ្រការ៉ាអ៊ីបពេលនេះគឺលោក Donald Trump បានលើកឡើងពីហេតុផលច្រើនថាទី1ពាក់ព័ន្ធទៅនឹងអំពើភេរវនិយមគ្រឿងញៀននេះបាននាំឲ្យពលរដ្ឋអាមេរិកឬក៏បណ្ដាលឲ្យពលរដ្ឋអាមេរិករាប់លានអ្នកបានស្លាប់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះវេណេស៊ុយអេឡាបានបញ្ជូនក្រុមឃាតករក្រុមពិឃាតសមាជិកក្រុមអន្តរជាតិក្រុមជួញដូរគ្រឿងញៀនដោយរួមទាំងក្រុមអ្នកប្រព្រឹត្តអំពើហិង្សាផងទៅកាន់ទឹកដីសហរដ្ឋអាមេរិកដោយ weaponize migration លោកប្រើពាក្យអញ្ចឹងថាមានន័យថាដោយយកបញ្ហាអន្តោប្រវេសន៍ជាអាវុធមានន័យថាពួកទាំងអស់នោះដែលចាក់ចេញពីប្រទេសវេណេស៊ុយអេឡាតាមទូកគឺដោយប្រើប្រាស់គ្រឿងញៀនផងហើយទៅប្រព្រឹត្តអំពើអក្រិតកម្មផ្សេងៗនៅក្នុងទឹកដីសហរដ្ឋអាមេរិកដែលលោកបានសម្អាងថាក្នុងឆ្នាំ2024កន្លងមកនេះគឺមានប្រជាពលរដ្ឋអាមេរិកជិត30,000 នាក់ដែលបានស្លាប់ដោយសារតែវិបត្តិនៃការញៀនហ្វុងតានីលនិងវិបត្តិសារធាតុញៀនសំយោគដែលក្រុមឃាតករឬក៏ក្រុមពិឃាតឬក៏ក្រុមអន្តរជាតិវេណេស៊ុយអេឡាបានទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយសាបព្រោះនៅអំពើអក្រិតកម្មទាំងនេះដែលគ្រួសារនៃជនរងគ្រោះបានជំរុញឲ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះស្ថានភាពដែលពួកគេកំពុងតែទទួលរងដោយសារតែការបង្កពីប្រទេសវេណេស៊ុយអេឡានេះគឺជាហេតុសំអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលថាប្រតិបត្តិការសឹកថ្មើរជើងនឹងត្រូវធ្វើឡើងហើយក៏សមទំនងនឹងការបង្កើនកម្លាំងយោធានៅជុំវិញប្រទេសវេណេស៊ុយអេឡាអាចថាជាការវាយប្រហារក្នុងនោះលោកក៏បានលើកឡើងដែរថាបណ្ដាទីភ្នាក់ងារចារកម្មនានាគឺបានគូសវាសផែនទីគ្រប់ផ្លូវនានានិងផ្ទះសម្បែងឬក៏ទីតាំងនៃការផលិតសារធាតុញៀននៅក្នុងប្រទេសវេណេស៊ុយអេឡាគឺបានធ្វើរួចរាល់ហើយនៅរងចាំតែបញ្ជាតែប៉ុណ្ណោះនឹងធ្វើប្រតិបត្តិការដើម្បីកំទេចក្រុមឃាតករក្រុមពិឃាតឬក៏សមាជិកក្រុមអន្តរជាតិដែលនៅលើទឹកដីវេណេស៊ុយអេឡាលោក Donald Trump រហូតដល់ចោទថាសូម្បីតែពន្ធនាគារភាគច្រើនហ្នឹងគឺបញ្ចេញមនុស្សមកអស់ហាលីងទៅហើយចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកនិងសូម្បីតែមន្ទីរព្យាបាលបញ្ហាវិបលាស់ស្មារតីហ្នឹងក៏បញ្ជូនមនុស្សមកទឹកដីសហរដ្ឋអាមេរិកដែរនេះគឺជាកំហុសឆ្គងច្រើនឆ្នាំមកនេះរបស់មេដឹកនាំអាមេរិកកន្លងមកដែលថាលោកប្រើពាក្យ stupid people គឺមនុស្សល្ងងមិនបានមើលឃើញពីចំណាត់ការជាក់ស្ដែងក្នុងការពារពលរដ្ឋរបស់ខ្លួនដែលបណ្ដោយឲ្យស្លាប់ដោយសារតែការធ្វើអន្តោប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់ឬដល់គំហុកដោយគ្មានវិធានការទប់ស្កាត់ដូច្នេះនៅពេលនេះគឺមធ្យោបាយមួយគត់ដើម្បីការពារពលរដ្ឋអាមេរិកដើម្បីការពារការស្លាប់ពលរដ្ឋអាមេរិកមានតែត្រូវចាត់វិធានការបង្ខំដើម្បីដោះស្រាយបញ្ហាគឺធ្វើប្រតិបត្តិការថ្មើរជើងងាយស្រួលជាងការវាយប្រហារពីលើអាកាសទៅលើប្រទេសវេណេស៊ុយអេឡានោះបាទ
មានការបង្ហាញពីប្រភពព័ត៌មានអន្តរជាតិធំៗជាច្រើនថាថ្មីៗនេះលោក Donald Trump បានមានជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Venezuela លោក Nicolas Maduro តើគេអាចដឹងបានអ្វីខ្លះនៅចំណុចដែលមេដឹកនាំកម្ពុជាទាំងពីរបានពិភាក្សាគ្នាតាមការសន្ទនាក្នុងទូរស័ព្ទនោះលោករីណាបាទលោក Maduro កាលពីថ្ងៃពុធម្សិលមិញនេះក៏លោកបាននិយាយដែរថាលោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រហែលជា10ថ្ងៃមុនគឺ10ថ្ងៃមុនពេលដែលលោកនិយាយជាសាធារណៈលោកបានលើកឡើងថាក្នុងការសន្ទនាមានការគោរពគ្នាទៅវិញទៅមកនិងភាពរុះរាយរាក់ទាក់ប៉ុន្តែការសន្ទនានេះគឺជាការសន្ទនាអាចបង្ហាញពីលទ្ធភាពនៃការចាប់ផ្ដើមសន្ទនាពេញលេញឬក៏ចាប់ផ្ដើមបង្កើតទំនាក់ទំនងឡើងវិញជាបង្កើតទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវេណេស៊ុយអេឡាលោកបានបញ្ជាក់ថាលោកមិនចូលចិត្តប្រើប្រាស់ការទូតមីក្រូហ្វូនទេមានន័យថាការគំរាមជាសាធារណៈអីជាដើមលោកមិនចង់ធ្វើអញ្ចឹងទេក្នុងបទពិសោធន៍ជារដ្ឋមន្ត្រីការបរទេសរយៈពេល6ឆ្នាំក្រោមរដ្ឋកាលរបស់អតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Hugo Chavez លោក Maduro បាននិយាយថាលោកយល់ពីភាពប៉ិនប្រសប់នៃការដោះស្រាយបញ្ហាដោយប្រយ័ត្នប្រយែងបញ្ជៀសនៅបញ្ហាប្រឈមនានាដូច្នេះលោកនិងរដ្ឋាភិបាលត្រាំក៏បានធ្វើការដោយស្ងាត់រហូតដល់បញ្ហាទាំងអស់ត្រូវបានដោះស្រាយសារព័ត៌មាន Reuters ក៏បានចុះផ្សាយពីការធ្វើអត្ថាធិប្បាយកាលពីថ្ងៃពុធដែរប៉ុន្តែរបាយការណ៍មួយទៀតរបស់ Reuters បានបញ្ជាក់បានផ្សាយទៅសំអាងដល់ប្រភពចំនួន4កាលពីថ្ងៃច័ន្ទនោះក៏បានលើកឡើងពីខុសពីអ្វីដែលលោក Maduro បាននិយាយថានៅក្នុងការសន្ទនានោះគឺលោក Maduro បានប្រាប់ទៅលោកត្រាំថាលោកព្រមចាក់ចេញពីប្រទេសវេណេស៊ុយអេឡាដោយឲ្យតម្រូវឲ្យមានការធានាផ្លូវច្បាប់ពេញលេញការលើកលែងទោសជាដើមដល់រូបលោកផងនិងក្រុមគ្រួសាររបស់រូបលោកហើយតម្រូវឲ្យសហរដ្ឋអាមេរិកបញ្ចប់ទណ្ឌកម្មនានាលើវេណេស៊ុយអេឡានិងទម្លាក់ចោលរឿងក្តីធំនៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺខាង Reuters ផ្សាយពីថ្ងៃច័ន្ទប៉ុន្តែផ្សាយពីថ្ងៃពុធម្សិលមិញនេះគឺនិយាយដូចជាសារព័ត៌មាន Al Jazeera ដែលបានស្រង់សម្ដីលោក Maduro និយាយតាមកញ្ចក់ទូរទស្សន៍ដែលថាលោកមិនពេញចិត្តការប្រើការទូតមីក្រូហ្វូនទេការប្រើប្រាស់ការទូតដោយបំពងសម្លេងគំរាមឬក៏ដាក់សម្ពាធទេគឺចង់ធ្វើការដោយការដោះស្រាយដោយប្រយ័ត្នប្រយែងដែលលោកយល់ពីស្ថានភាពនៃការដោះស្រាយក្នុងនាមជាអតីតរដ្ឋមន្ត្រីការបរទេសហើយបច្ចុប្បន្នក៏លោកនៅតែប្រើប្រាស់បញ្ហានេះដែរនៅពេលដែលការដោះស្រាយដោយស្ងប់ស្ងាត់រួចរាល់គឺនឹងមានការបញ្ជាក់ជាសាធារណៈពីការបើកឲ្យមានការប្រស័យតាក់ទងផ្លូវការឬការភ្ជាប់ទំនាក់ទំនងការទូតជាដើមជាមួយសហរដ្ឋអាមេរិកនិងប្រទេសវេណេស៊ុយអេឡាដូច្នេះការធ្វើអត្ថាធិប្បាយរបស់លោក Maduro គឺផ្ទុយពីសារព័ត៌មានដែលបានផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះតាក់ទងទៅនឹងការដាក់សម្ពាធដែលតម្រូវឲ្យរូបលោកនិងក្រុមគ្រួសារព្រមទាំងមនុស្សមួយចំណិតមួយចំនួនចាកចេញពីប្រទេសវេណេស៊ុយអេឡាជាថ្នូរនឹងការធានាការលើកលែងទោសផ្លូវច្បាប់ពេញលេញជាដើមលោកបាទសូមអរគុណលោករីណាយើងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទអរគុណ